ហាងកាហ្វេនេះមើលពីខាងក្រៅដូចជាធម្មតាទេក៏ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាឈានមួយជំហានចូលមកដល់ផ្នែកខាងក្នុងភ្លាមគឺវ៉ាវតែម្ដងដោយសារតែនឹងមានអារម្មណ៍ថាដូចនៅក្នុងប្រទេសកូរ៉េចឹងអ្នកទាំងអស់គ្នាគឺស្អាតមែនតែនហ្មងឯងហើយពេលដែលពួកខ្ញុំទៅនឹងមិនហូរភ្លៀងឯងប៉ុន្តែដោយសារតែយើងអ្នកមាន4ពីស្រុកខ្មែរទៅអញ្ចឹងណាចឹងហើយបើអាកាសធាតុអំណោយផលត្រឡប់មកវិញហើយប្លង់នេះខ្ញុំឆ្លាញ់ខ្លាំងណាស់ដោយសារតែយើងអាចថតខ្លួនឯងមកតួខ្លួននៅកញ្ចក់អញ្ចឹងណាឈុតនាងខ្ញុំស្លៀកទៅនឹងគឺថាសមជាមួយនឹង background តែម្ដងរបៀបនារីកូរ៉េអញ្ចឹងណានិយាយពីភេសជ្ជៈហើយនឹងនំកន្លែងគេនេះក៏ឆ្ងាញ់ដែរណាទាំងអស់គ្នាខ្ញុំចូលចិត្តនំពងទាប្រៃនេះឥឡូវនេះបានមុខបងខ្ញុំមកគឺថាថតប្រមូលផ្លែទៅដោយសារអីពេលពាក់អញ្ចឹងទៅដូចនារីម៉ុងហ្គលីបាននិយាយពីប្លង់ថតរូបវិញនារីគឺថាស្អាតមែនណាទាំងអស់គ្នាថតតែមុខកញ្ចក់ក៏ឃើញស្អាតដែរនិយាយទៅ background គេចេញមកគឺឲ្យអ៊ុយហ្មងណាមើលតែ model ដល់វាអង្គុយហ្នឹងពួយហត់ពេកប្លង់ថតរូបច្រើនពេកដល់វាអង្គុយថតម្ដងហើយបេសកកម្មរបស់ពួកយើងបន្តទៀតនេះគឺទៅហាងកាហ្វេមួយទៀតគឺស្អាតបបែបទៀតហ្មងអ្នកទាំងអស់គ្នាអញ្ចឹងចង់ដឹងថាស្អាតប៉ុណ្ណាកុំភ្លេចមើលវីដេអូនេះដល់ចប់ណានេះណាស្អាតអត់អ្នកទាំងអស់គ្នានិយាយរួមពេលដែលនាងខ្ញុំទៅដល់ហាងកាហ្វេនេះភ្លាមអារម្មណ៍នាងខ្ញុំនឹកឃើញដល់ទីក្រុងសេអ៊ូលហ្មងហើយហាងកាហ្វេហ្នឹងគឺខ្ញុំបានបង្ហាញនៅក្នុងវីដេអូហ្នឹងហើយជាមួយនឹងឈ្មោះរកតាម Google Map ទៅអ្នកទាំងអស់គ្នាអត់ឆ្ងាយពីហាងកាហ្វេមុនដែលនាងខ្ញុំបង្ហាញនឹងទេគឺត្រឹមតែ5នាទីតែប៉ុណ្ណោះនេះគ្រាន់តែជាផ្លូវឡើងទៅហាងកាហ្វេតែប៉ុណ្ណោះស្អាតប៉ុណ្ណឹងហើយទម្រាំផ្នែកខាងលើស្អាតប៉ុណ្ណាមើលបន្តទៀតជាមួយនាងខ្ញុំអ្នកទាំងអស់គ្នាគឺពេលឡើងមកដល់លើនេះនាងខ្ញុំមានអារម្មណ៍ថាមិននឹកស្មានថាទេសភាពស្អាតដល់ថ្នាក់ហ្នឹងទេបើសិនជាយើងទៅកំឡុងម៉ោង3ម៉ោង4មិនដឹងថាស្អាតប៉ុណ្ណាពួកខ្ញុំទៅនេះខ្ទង់ម៉ោង5ឯណាអ្នកទាំងអស់គ្នាហើយប្លង់កន្លែងថតរូបគេនេះគឺថាអត់ខ្វះប្លង់ថតទេចេញមកប្លង់ណាក៏ស្អាតដែរមើលតែផ្នែកខាងក្រោមនេះកាន់តែយប់គឺកាន់តែស្អាតគ្រាន់តែថាខ្ញុំរីកមិនឲ្យមករៀងភ្លឺទីទៅដើម្បីបានថតរូបច្រើនប្លង់ហើយដោយពួកខ្ញុំទៅនេះគឺថារៀងឆែមកអ្នកទាំងអស់គ្នាចូលបានបន្ទូគឺថាងឹតបដ ாய் ដល់ចឹងទៅយើងថតរបៀបទេសភាពពេលរាត្រីម្ដងអញ្ចឹងណាហើយពេលយប់អញ្ចឹងយើងឃើញអាកន្លែងស្តង់ផ្កាកលាបហ្នឹងគឺឃើញទេសភាពមួយបែបទៀតអញ្ចឹងទៅភ្លឺស្អាតហ្មងដូចទីក្រុងមួយទៀតអញ្ចឹងប្លង់ដែលនាងខ្ញុំកំពុងតែឈរនេះគឺជាប្លង់ដែលស្អាតជាងគេសម្រាប់នាងខ្ញុំនាពេលរាត្រីហើយអ្វីដែលសំខាន់ទៀតកាន់តែយប់គឺកាន់តែត្រជាក់អ្នកទាំងអស់គ្នាចង់ដឹងថាត្រជាក់ប៉ុណ្ណាតិចទៀតអ្នកទាំងអស់គ្នានឹងដឹងហើយគឺមើលត្រឹមតែសក់នាងខ្ញុំនេះទៅដឹងហើយគឺត្រជាក់មកបំផាយហ្មងណានៅដាឡាត់នេះចាប់ពីម៉ោង5ទៅគឺពេញទៅជាឯងអញ្ចឹងអ្នកទាំងអស់គ្នាពេលទៅដើរលេងកុំភ្លេចស្លៀកពាក់ឲ្យក្រាស់ៗផងព្រោះអីដូចនាងខ្ញុំអញ្ចឹងអាចនៅទ្រាំបានតែសម្រាប់អ្នកចាញ់ទៅជាអីគួរតែត្រៀមខ្លួនក្នុងការស្លៀកពាក់ឈុតឲ្យក្រាស់ៗតិចទៅដើម្បីកុំឲ្យផ្ដាសាយនៅពេលនេះវីដេអូនេះខ្ញុំដល់ទីបញ្ចប់ហើយបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងថានាងខ្ញុំនឹងដើរលេងនៅណាបន្តទៀតនៅក្នុងទីក្រុងដាឡាត់នេះកុំភ្លេចជួយ like ជួយ share វីដេអូនាងខ្ញុំម្នាក់មួយផងណាជួបគ្នាជាមួយនាងខ្ញុំនៅវីដេអូក្រោយបាយបាយ